อัดคลิปนี้ขยมนึงมองนี่ปีบองปอนมวยจำนวนแต่บ้านคอมเมนต์มาสวกขยมท้านกกรอมรูปโปรไฟล์របស់គាត់វាមានអក្សរក្រហមឡើងមកដែលគេប្រាប់ថាមានការចែងទឿនពីការលេងឲ្យល្មើអីចឹងបងប្អូនតើអានឹងមានន័យថាម៉េចអានឹងមានន័យថាបងប្អូនលេងខុសគោលការណ៍របស់គេហើយណាបងប្អូនក្រមរូប profile របស់បងប្អូនហ្នឹងគឺយើងលេងខុសគោលការណ៍របស់គេហើយអ្វីដែលយើងត្រូវតែកែប្រែឬក៏យើងត្រូវតែការពារគឺបងប្អូនមិនត្រូវលេងឲ្យខុសបន្ថែមទៀតទេដល់កន្លែងហ្នឹងបងប្អូនត្រូវលេងឲ្យដោយការប្រុងប្រយ័ត្នเนาะកុំឲ្យលេងខុសគោលការណ៍គេបន្ថែមទៀតเนาะក្នុងការលេងបងប្អូនខ្ញុំធ្វើ clip ឲ្យមុនហើយចូលទៅ check មើលគណនី account ថាវាស្ថិតនៅក្នុងស្ថានភាពល្អឬមិនល្អអាហ្នឹងបងប្អូនទៅមើល clip ខ្ញុំមុនទៅឃើញហើយបើថាវាមានเนาะមិនល្អឡើងក្រហមអានឹងមិនល្អបងប្អូនចុចតកន្លែងអក្សរមួយនៅក្នុងកន្លែងហ្នឹងបងប្អូននឹងឃើញវាប្រាប់នៅការល្មើសរបស់យើងមានប្រមាណដងវាទាំងអស់មាន4ដងបើសិនជាបងប្អូនគ្រប់4ដង account បងប្អូននឹងត្រូវបានបិទចោលតែម្ដងអញ្ចឹងបើបងប្អូនចុចទៅមើលហើយឃើញក្រហមចុចមើលកន្លែងខ្ញុំប្រាប់ទៅបើឃើញម្ដង2ដងអីអាហ្នឹងបងប្អូនត្រូវតែប្រុងប្រយ័ត្នទាំងអស់នេះកុំឲ្យលេងខុសបន្ថែមណាបងប្អូនលេងឲ្យបានល្អមកវិញលេងកុំឲ្យខុសណាបងប្អូនវិធីកែគឺរងចាំ90ថ្ងៃណាបងប្អូនកុំឲ្យលេងខុសក្នុងរយៈពេល90ថ្ងៃហ្នឹងត្រូវតែលេងឲ្យល្អលេងយ៉ាងម៉េចទៅលេងឲ្យមានតំណែងតំណងជាមួយមិត្តភក្តិក្នុងសង្គម TikTok ឲ្យបានច្រើនណោះចុចបេះដូងចុច comment មើល clip ឲ្យចប់ហើយខុស clip ឲ្យល្អធ្វើបែបនឹងជារៀងរាល់ថ្ងៃកុំឲ្យលេងខុសរងចាំ90ថ្ងៃគេនឹងកាត់បន្ថយឲ្យបងប្អូនបានបើសិនជាបងប្អូនលេងល្អបើលេងមិនល្អគេនឹងបន្ថែមទៀតអូខេ clip នេះបងប្អូនមើលហើយយល់ចូលចិត្តក៏ចុចបេះដូងចុច comment ចុច share ឲ្យបានបើបងប្អូនណាដែលត្រូវការរៀនលេង TikTok រកចំណូលនិងការរកលុយក្នុង TikTok ឲ្យមានប្រសិទ្ធភាពបងប្អូនមករៀនមកខ្ញុំបានម៉ោង7ដល់ម៉ោង9ណោះសម្រាប់អ្នកមិនទាន់បានតាមដានបានដើម្បីបានមើល clip ខ្ញុំឬក៏ការ live របស់ខ្ញុំឃើញបងប្អូនអរគុណច្រើនសម្រាប់ការមើល clip នេះផងដែរបងប្អូនណាដែលមានអាក្រហមហ្នឹងបងប្អូនត្រូវប្រុងប្រយ័ត្នណាកុំឲ្យលេងខុសបន្ថែមទៀតអានឹងគ្រោះថ្នាក់ណាបងប្អូន